ជំរាបសួរគ្រូហើយខ្ញុំមកប្រែអំពី project CPU scheduling ហើយពួកខ្ញុំមកពី group B ដែលមាន member ចំនួន4នាក់អញ្ចឹងហើយចំពោះ project CPU scheduling នេះគឺពួកយើងសម្រាប់យក Python យកមកសរសេរធ្វើជា simulation ដោយបង្ហាញអំពី algorithm scheduling CPU នីមួយៗអញ្ចឹងពេលយើង run program របស់យើងហើយវានឹងឃើញជាមួយនឹង UI បែបនេះអូខេហើយនៅខាងឆ្វេងនេះគឺមានប៊ូតុង add ដើម្បី add ទៅកាន់ process គឺមានយើងអាច add process ដោយយើងដាក់ ID ដាក់ arrival time burst time ក៏ដូចជា priority អីជាដើមអញ្ចឹងឧទាហរណ៍យើងដាក់ process នេះមួយអញ្ចឹងបន្ទាប់ពីហើយគឺយើងក៏អាច edit ទៅលើ process ណាមួយយើងចង់ edit យើង edit ដូចជា burst time របស់វាអញ្ចឹងទៅតោះមកបើយើងចង់ remove ក៏បានតោះមក clear all នេះគឺ clear ទៅកាន់ process ទាំងអស់នេះទៅមកអញ្ចឹងតោះមកគឺខាងស្ដាំនេះគឺមានកន្លែងយើង control ជាមួយនឹង algorithm នីមួយៗយើងអាច select លើ algorithm ណាដែលយើងចង់បានតោះមកចុច run simulation ដើម្បីបង្ហាញចំពោះ Gantt chart របស់ algorithm នីមួយៗហើយកុំឲ្យខាង view គឺចូលទៅកាន់ algorithm ទី1របស់យើងគឺ first come first serve អញ្ចឹងហើយ first come first serve គឺជា algorithm មួយដែលអនុញ្ញាតឲ្យ process ដែលមកមុនគឺវាធ្វើការ run មុនអញ្ចឹង arrival វាមើលទៅកាន់ arrival time នេះគឺឧទាហរណ៍របស់យើងគឺ arrival time វារៀងគ្នាបែបនេះអញ្ចឹងគឺ order របស់វាគឺវារៀងគ្នាដែរវា process ទី1 process ទី2ទី3ទី4វាអត់មានអីស្មុគស្មាញទេអញ្ចឹងយើងកន្លែងទៅមើល shortest job first អញ្ចឹងក្នុងអូខេអញ្ចឹងនៅក្នុង algorithm មួយនេះគឺនៅពេលដែល process ទី1ធ្វើការ run job វានឹងកន្លែងទៅមើលថាតើ process ណាខ្លះមាន burst time ដែលជា shortest job វាមាន burst time តិចជាងគេវានឹងធ្វើការឲ្យ run មុនន័យថា shortest job first process ដែលមានត្រូវការពេលតិចជាងគេត្រូវការ run មុនអញ្ចឹងកន្លែងទៅមើលទៅបន្ទាប់ពីយើងធ្វើការ run ជាមួយនឹង process ទី1ហើយ process ទី2របស់យើងនេះគឺត្រូវការតែ3វិនាទីទេដើម្បី run បញ្ចប់អញ្ចឹង process បន្ទាប់គឺ process ទី2បន្ទាប់មកគឺ process ទី4ដែលវាត្រូវការតែ6ទេអញ្ចឹងបន្ទាប់មកគឺ process ទី4ហើយ process ចុងក្រោយគេគឺ process ទី3ដោយសារតែវាត្រូវការ8ត្រូវការច្រើនជាងគេអញ្ចឹងគឺវានឹងគោរពតាម rule ហ្នឹងគឺ order របស់វាគឺ process ទី1ទី2ទី4សិនបានទី3ដោយសារទី4វាត្រូវការពេលតែ6ខ្លីជាងទី3តមកគឺចូលទៅកាន់ shortest remaining time អញ្ចឹងចំពោះ shortest remaining time វិញគឺនៅពេលដែលយើង run process ណាមួយវានឹងកន្លែងទៅមើល remaining time កន្លែងទៅមើល burst time តើ burst time វានឹងត្រូវការពេលសល់ត្រូវការពេលប្រមាណបើសិនជាវាច្រើនជាងនៅពេលដែល process ទី2មកបានមកដល់ហើយវានៅតែច្រើនជាងត្រូវការពេលច្រើនជាង process ទី2វានឹងផ្អាកសិនprocess មួយហ្នឹងនឹងទៅ ready queue នៅវិនាទីដែលវាបាន run ហ្នឹងហើយអនុញ្ញាតឲ្យ process ថ្មីដែល arrival ហ្នឹងធ្វើការ run មុនបើសិនជាវាចំណាយពេលតិចជាងអញ្ចឹងយើងកន្លែងទៅមើលឧទាហរណ៍ជាក់ស្ដែងគឺ process ទី1របស់យើងនេះនៅវិនាទីទី0វានឹងធ្វើការ run អញ្ចឹងនៅវិនាទីទី1វា run បាន1វិនាទីអញ្ចឹងដោយសារតែ burst time វា5អញ្ចឹងនៅពេលដែលវា run បាន1វិនាទី burst time វានៅសល់4ហើយនៅពេលនៅក្នុងវិនាទីទី1នេះ burst time របស់ process ទី1ត្រូវការនៅសល់4ប៉ុន្តែ burst time របស់ process ទី2នេះគឺវាត្រូវការតែ3ទេអញ្ចឹងវានឹងអនុញ្ញាតឲ្យ process ទី2នេះ run មុនបន្ទាប់មកនឹងrun មុនទៅយើងកន្លែងទៅមើលទៀត process ទី1នេះឥឡូវនេះគឺត្រូវការ burst time តែ4ទេនៅសល់ remaining time របស់វាគឺ4ចំពោះ process ទី3យើងមើលទៅយើងវាមកដល់ដែរហើយគឺនៅវិនាទីទី2
ប៉ុន្តែវាត្រូវការ8ចំពោះ process ទី4វាត្រូវការ6អញ្ចឹងកន្លែងទៅមើល remaining time វាគឺ order របស់វាគឺ process ទី1ត្រូវការ4 process ទី4ត្រូវការ6 process ទី3ត្រូវការ8គឺវា order បែបហ្នឹងគឺកន្លែងទៅមើល remaining time របស់ process នីមួយៗអូខេអញ្ចឹងយើងកន្លែងទៅមើល round robin អញ្ចឹងចំពោះ round robin គឺជា first come first serve ដែរប៉ុន្តែវាមាន quantum time ច្បាស់លាស់ជំនួសឲ្យ first come first serve ដែលវា run មួយ process ឲ្យចប់នីមួយៗទៅតាម order របស់វាround robin នេះគឺ first come first serve ដែរប៉ុន្តែវានឹងធ្វើការ run ម្ដងតែចំនួន2វិនាទីទៅតាមជា quantum time ដែលចំនួនកំណត់ទេហើយក៏វាគ្រប់ទៅតាម order arrival time របស់ first come first serve ដែរអញ្ចឹងយើងទៅមើល Gantt chart របស់យើងដំបូងគេអូខេគឺជាស្អីខ្ញុំធ្វើការបើក note ដើម្បីងាយស្រួលក្នុងការបញ្យល់អូខេអញ្ចឹងដំបូងគេគឺ process ទី1នៅវិនាទីទី0 process ទី1គឺធ្វើការមកដល់អញ្ចឹងគឺវាដោយសារតែ quantum time របស់យើងមាន2ដូចយើងបញ្ជាក់ទៀតវានឹង run តែ2វិនាទីទេអញ្ចឹងនៅពេលដែលវា run 2វិនាទីហើយនៅវិនាទីទី1process ទី2ក៏បានមកដល់អញ្ចឹង process ទី2 run 2វិនាទីដែរទោះបីជា burst time វា5ក៏ដោយ3ក៏ដោយវា run ម្ដងបានតែ2វិនាទីទេវាអាច run ឲ្យចប់ទេបន្ទាប់មកវិនាទីទី2 process ទី3ទៅបានមកដល់អញ្ចឹងវាធ្វើការ run 2វិនាទីដែរអូខេអញ្ចឹងកលេចមើលមកដល់ពេលនេះមិនបានបន្ទាប់មក process បន្ទាប់មកមិនមែន process ទី4ដោយសារ process ទី4នេះគឺវាមកដល់នៅវិនាទីទី3ប៉ុន្តែ process ទី1របស់យើងនេះនៅពេលដែលវា run 2វិនាទីហ្នឹងគឺវានឹង go to ready queue at time 2នេះវា run 2វិនាទីអញ្ចឹងវានឹង go to ready queue at time 2អញ្ចឹងអា ready វា ready នៅ time 2ហើយអា process ទី4របស់យើងនេះវា arrival នៅ time 3អញ្ចឹងprocess ដែលដើរមុននោះគឺ process ទី1ទៀតសិនអញ្ចឹងឲ្យ process ទី1ដើរបន្ទាប់មកនៅពេលដែលវាដើរមែនដើរ2វិនាទីតាម quantum time អញ្ចឹងនៅពេលដែលវាដើរ2វិនាទីវានឹងមិនទៀតវានឹង go to ready queue ទៀតហើយ go to ready queue នៅ time មែនពេលនេះគឺនៅ time 8ម្ដងដោយសារអីដោយសារឥឡូវនេះគឺនៅ time 8ហើយអញ្ចឹងកន្លែងនេះគឺ time 6នៅពេលដែលវា run 2វិនាទីទៀតគឺនៅ time 8អូខេអញ្ចឹងបន្ទាប់ពីអា process ទី1នេះវា run ហើយឥឡូវដល់វិនាទីទី3វិនាទីទី3ហើយវានឹងឲ្យ process ទី4 run process ទី4នឹងធ្វើការ run 2វិនាទីដែរអញ្ចឹង process ទី4 run 2វិនាទីគឺវានឹងចូលទៅកាន់ ready queue នៅ time 10អូខេអញ្ចឹងទៅតាម order បែបនេះបន្ទាប់មកឥឡូវនេះយើងដល់វិនាទីទីមែននេះវិនាទីទី4សំដៅគឺវិនាទីទី3ហើយអញ្ចឹងយើងកន្លែងទៅមើលវិនាទីបន្ទាប់គឺវិនាទីទី4អញ្ចឹងគឺវិនាទីទី4គឺ process ទី2ធ្វើការ run ម្ដងដោយសារតែមិញនេះគឺនៅពេលដែល process ទី2នេះវា run បាន2វិនាទីវានឹង go to ready queue នៅវិនាទីទី4អញ្ចឹងឥឡូវនេះគឺដល់វេនរបស់ process ទី2ហើយដោយសារតែ process ទី2នឹងទៀតគឺវាត្រូវការតែ3 burst time ទេហើយវា run ពីមុនបាន2វិនាទីហើយអញ្ចឹងនៅពេលដែលវាដល់វេនវាគឺវាត្រូវការ run តែ1វិនាទីទៀតទេដើម្បី finish អញ្ចឹងprocess ទី2 finish at 11អូខេបន្ទាប់មកគឺដល់វិនាទីទី6វិនាទីទី6គឺ process ទី3process ទី3វាធ្វើការ run 2វិនាទីទៀតអញ្ចឹង process ទី3របស់យើងគឺ run បាន4វិនាទីហើយអញ្ចឹងនៅសល់តែ4វិនាទីទៀតទេ process ទី3របស់យើងអូខេបន្ទាប់ពីដល់វិនាទីទី6ហើយបន្តមកគឺវិនាទីទី8អញ្ចឹង process ទី1របស់យើងមិញ run បានប៉ុន្មាន run បាន4វិនាទីហើយអញ្ចឹងនៅសល់ប៉ុន្មាននៅសល់តែ1វិនាទីទៀតទេដោយសារ burst time របស់វាមានតែ5អញ្ចឹង run អស់4នៅសល់1វិនាទីទៀតអញ្ចឹងprocess ទី1របស់យើងគឺ finish នៅវិនាទីទី5វិនាទីទី14អូខេ
បន្តមកគឺនៅវិនាទីទី10វិនាទីទី10គឺ process ទី4អញ្ចឹង process ទី4របស់យើងធ្វើការ run 2វិនាទីទៀតបន្តមកគឺវិនាទីទី13ទី13គឺ process ទី3របស់យើង run 2វិនាទីទៀតបន្តមកនៅវិនាទីទី16 process ទី4 run 2វិនាទីទៀតគឺចប់ដោយសារ process ទី4យើងធ្វើការតែ6វិនាទីទេអញ្ចឹងបើសិនជាវាចប់ផ្លេចគូបែបនេះគឺវាអត់អីទេប៉ុន្តែបើសិនជាវាចប់មុនអញ្ចឹងគឺយើងដូចអា process ទី1និងទី2នេះដោយសារតែវាលេចសេះអញ្ចឹងទៅនៅពេលដែលវាចប់ធម្មតាគឺយើងឲ្យចប់ធម្មតាយើងអត់ run 2វិនាទី2វិនាទីដូចធម្មតាទេប៉ុន្តែបើវា run ចប់ក្នុង2វិនាទីធម្មតាអាហ្នឹងក៏អត់អីដែរអូខេអញ្ចឹងវាហើយ process ទី4របស់យើងនេះគឺវានឹងចប់នៅវិនាទីទី22បន្តមកដល់ready បន្ទាប់នេះគឺ process ទី3ដែលវា ready នៅវិនាទីទី18នោះអញ្ចឹងវា ready ហើយវាអាច finish បាននៅវិនាទីទី22ទៅតាមchat Gantt chart របស់យើងនេះអូខេទៅចំណុចចុងក្រោយគឺ multiple feedback queue អញ្ចឹង multiple feedback queue នេះគឺជាprogram គឺជា algorithm មួយដែលអូខេគឺជា algorithm សំទោសគឺជា algorithm មួយដែលវាមាន queue ច្រើនហើយ queue នីមួយៗហ្នឹងគឺវាមាន algorithm ខុសៗគ្នាទៀតអញ្ចឹងកន្លែងមើលនេះគឺយើងអាច configure ទៅលើ algorithm នីមួយៗបានដូចជា queue ទី1នេះយើងដាក់ឲ្យ algorithm round robin ប៉ុន្តែ quantum 4 queue ទី2 round robin quantum 7 queue ទី3គឺ first come first serve អញ្ចឹងទៅអូខេអញ្ចឹងនៅពេលដែលយើងចុច run simulation ហើយយើងកន្លែងទៅមើល Gantt chart របស់យើងក៏ដូចជា node ខ្ញុំបាន node នេះអញ្ចឹងយើងឃើញថានៅqueue ទី2គឺ round robin របស់យើងនេះquantum time របស់យើងនេះនឹងផ្លាស់ប្ដូរពី4មក7វិញអញ្ចឹងយើងចាំកន្លែងហ្នឹងមួយអូខេយើងកន្លែងទៅមើលឧទាហរណ៍របស់យើងខ្ញុំសូមធ្វើការ add ជាមួយ process មួយទៀតគឺ process ទី5ដោយវានឹង arrival នៅវិនាទីទី4ហើយវាធ្វើការពេល17វិនាទី burst time priority វាគឺទី4ដែរអូខេអញ្ចឹងយើងធ្វើការ run អូខេអញ្ចឹងយើងកន្លែងទៅមើលឧទាហរណ៍មួយនេះអញ្ចឹងround robin គឺវា run ដូចជាមួយនឹងមុនដែរគឺដំបូងគេគឺ process ទី1នៅវិនាទីទី0 process ទី1ធ្វើការ run quantum time របស់វាគឺ4ដោយសារវាឥឡូវនេះវានៅqueue ទី1ឯងអញ្ចឹងវា run បាន4វិនាទីហើយវានឹង go to ready queue នៅវិនាទីទី4តមក process ទី1របស់យើងនេះនឹងផ្លាស់ប្ដូរពី queue ទី0សំទោសពី queue ទី1ទៅ queue ទី2ហើយអញ្ចឹងគឺ queue ទី2គឺមាន quantum time ថ្មី quantum time ថ្មីគឺ7អូខេតមកគឺនៅវិនាទីទី1គឺ process ទី2របស់យើងនេះនឹងធ្វើការ run ដោយសារតែ process ទី2របស់យើងនេះត្រូវការតែ3 burst time ទេអញ្ចឹងគឺយើងនឹងបញ្ចប់ភ្លាមដោយសារតែqueue ទី1នេះquantum time វាមានរហូតដល់4អញ្ចឹងលើ process ត្រូវការតែ3គឺវា run តែ3ទៅចប់ហើយហើយបន្តមកគឺនៅវិនាទីទី2នៅវិនាទីទី2របស់យើងនេះគឺ process ទី3របស់យើងធ្វើការ run 4វិនាទីអញ្ចឹងហើយ ready time វានឹង go to ready queue នៅ time មែននៅ time ថ្មីរបស់វាគឺ11តមកចំពោះ process ទីនៅវិនាទីទី3នៅវិនាទីទី3process ទី4របស់យើងគឺ ready ដែរអញ្ចឹងវានឹង run process ទី4របស់យើង4វិនាទីដែរហើយបន្តមកគឺនៅវិនាទីទី4 process ទី5របស់យើង run 4វិនាទីដែរអញ្ចឹងអាពីរនេះក៏វាដូរតែពេលដែលវា run 4វិនាទី4វិនាទីអញ្ចឹងទៅវានឹង go to ready queue ថ្មីរបស់វា ready queue ថ្មីរបស់ add time របស់ process ទី3គឺ add time 11របស់ process ទី4គឺ add time 15អញ្ចឹង process ដែល run ហើយម្ដងវានឹង go to queue ទី2នេះ queue ទី2នេះគឺវានឹងដូរជាមួយនឹង quantum time អញ្ចឹងបន្ទាប់វានឹងប្រើ quantum time ថ្មីឥឡូវលែងប្រើ4ណាគឺប្រើ
5 chúng tôi mình anh đi chia lại một time bỏ sẽ thì prime này trong chúng ta cái này ok tóm mất cứ ởនេះណាគេមកដល់មុនគឺសំទោសគឺមកដល់ភាសាទី1ដោយសារភាសាទី1របស់យើងគឺ ready នៅតាំងពីវិនាទីទី4នោះអញ្ចឹងភាសាទី1របស់យើងនេះធ្វើការ run មកវិនាទីមកគឺចប់ហើយដោយសារតែយើង run បាន4ហើយមុនហ្នឹងទោះបីជាយើងនៅ queue ថ្មីនេះ7ក៏ដោយប៉ុន្តែដោយសារតែភាសាទី1នេះវា run នៅសល់តែមួយវិនាទីទៀតចប់អញ្ចឹងវាធ្វើការមួយវិនាទីទៀតហើយតមកគឺភាសាទី3ម្ដងដោយសារតែភាសាទី2ចប់បាត់ហើយអញ្ចឹងភាសាទី3ម្ដងភាសាទី3វាធ្វើការ run ប្រហែលភាសាទី3មុនហ្នឹងគឺយើង run បាន4វិនាទីសំទោសហ្នឹងហើយ run 4វិនាទីអញ្ចឹងវាធ្វើការបានធ្វើការតែ4វិនាទីទៀតទេចប់ហើយប៉ុន្តែជាក់ស្ដែងគឺ queue ថ្មីនេះ quantum time រហូតដល់17អញ្ចឹងទោះបីជាវាត្រូវការតែ3អញ្ចឹងវា run តែ3ទៅបានហើយប៉ុន្តែ quantum time វិញគឺបដូរអូខេអញ្ចឹងទៅវាប្រសេសទី4ម្ដងប្រសេសទី4វាត្រូវការតែម៉ាត្រូវការតែ6វិនាទីទេអញ្ចឹងវា run តែ2វិនាទីទៅចប់ហើយណាដូចគ្នាគឺឥឡូវនេះគឺវានៅ queue ទី2គឺវាមាន quantum time 7អញ្ចឹងចាំកន្លែងហ្នឹងវាមិនមែនអត់ដែលទេណាវាមិនមែនអត់ដូរទេណាវាដូរប៉ុន្តែដោយសារតែវាចប់ខ្លីៗពេកវាចប់នៅមុន quantum time ទៀតហ៎អញ្ចឹងវាអត់បង្ហាញឃើញដល់ប្រសេសទី5របស់យើងប្រសេសទី5របស់យើងនេះបានវាបង្ហាញឲ្យឃើញនៅពេលដែលយើងប្រសេសទី5នេះគឺយើង run បាន4វិនាទីអញ្ចឹង arrival time របស់វាគឺនៅវិនាទីទី19នេះនៅពេលដែលវា run ម្ដងទៀតនេះវានឹងចូលទៅកាន់ queue ទី2អញ្ចឹង queue ទី2គឺ run ម្ដង7វិនាទីអញ្ចឹងវានឹងលូតផ្លោះពីវិនាទីដែលវា run នេះគឺ10ម៉ែនអញ្ចឹង19ដល់សំទោសវា ready queue នេះ19ម៉ែនប៉ុន្តែនៅពេលដែលវា run ចប់នេះគឺនៅវិនាទីទី33អញ្ចឹងនៅពេលដែលវា run ចប់វាមិនមែន run ចប់ទេវា run ហើយទៅតាម quantity time របស់វាថ្មីនេះនៅ queue 2នេះគឺ7នេះអញ្ចឹងបូក7ទៅគឺវានឹង go to ready queue វាថ្មីនេះគឺ33អញ្ចឹងឥឡូវនេះបន្ទាប់ពីយើង run ដំបូងគឺ ready queue ចាស់របស់វានេះប្រសេសទី5នេះ ready queue សំទោសគឺ quantum time ចាស់របស់ប្រសេសទី5នេះនៅ queue ទី1វាមានតែ4ទេអញ្ចឹង4ដល់ពេល quantum time របស់ queue ទី2ប្រសេសទី5នេះ7អញ្ចឹងយក7បូក4នេះទៅគឺវា11អញ្ចឹងនៅសល់ប្រហែល11យក17យកទៅដក11ទៅគឺនៅសល់6ទៀតអញ្ចឹងប្រសេសដែលនៅចំនួននៅសល់របស់ប្រសេសទី5ហ្នឹងគឺត្រូវតែ6វិនាទីទៀតទេគឺចប់ហើយអញ្ចឹងបន្ទាប់ពីម្ដុំនេះប្រសេសទី5របស់យើង run ជាមួយនឹង queue 2នេះចប់វានឹង go to next queue go to queue 3 queue 3របស់យើងនេះគឺអីគឺ first come first serve ដោយ run ម្ដងឲ្យចប់ហ្មងអញ្ចឹងវានៅសល់ប៉ុន្មានក៏ដោយវានៅសល់6ក៏ដោយវានៅសល់10ក៏ដោយឬវានៅសល់ប៉ុន្មានក៏ដោយក៏ប្រសេសទី5នេះត្រូវ run ឲ្យចប់ម្ដងមកចប់យ៉ាងហ្មងអញ្ចឹងប្រសេសទី5របស់យើងត្រូវ run ចប់នៅវិនាទីទី39នេះគឺជា present របស់យើងគឺបង្ហាញទៅលើ algorithm នីមួយៗហើយមានជាមួយនឹងឧទាហរណ៍ដែលយើងបញ្យល់ទាំងអស់នេះអញ្ចឹងសង្ឃឹមថាពួកខ្ញុំបង្ហាញបានក្បោះក្បាយទោះបីជាមានកន្លែងខ្លះរៀងបញ្យល់រៀងសាមញ្ញបន្តិចសូមអរគុណលោកគ្រូ